ពេលនេះយើងចិញ្ចឹមពូវានេះដេញមើលមួយថ្ងៃពីរដងចាប់ដល់ចិញ្ចឹមពូវាមើលថែវាឆ្នាំចង្កូវវិញមើលថែតែទីទៀតទៅវាចិញ្ចឹមយើងវិញឥឡូវយើងចិញ្ចឹមវាទៅវាចិញ្ចឹមយើងតែមួយឆ្នាំទៀតអីវាឲ្យកូនមកយើងបានលក់កូនហ្នឹងយើងបានលុយពីហ្នឹងមកវិញអញ្ចឹងយើងមើលថែវាទៅកាលណាយើងមើលថែវាបានល្អគឺវាឲ្យផលយើងបានល្អដូចគ្នាហើយបើយើងចិញ្ចឹមចង់បានចំណូលពីពូវាអញ្ចឹងបើយើងចិញ្ចឹមពូវាហើយមិនបានមើលថែវាដឹកដល់ទេអាចចំណូលចូលមកពីពូវាក៏វាបានតិចដែរហើយការចិញ្ចឹមពពែបងប្អូនកុំគិតថាក្តីសម័យឬគេនិយាយថាមេ10មេ20មេ30មួយឆ្នាំបានលក់កូនរាប់ពាន់ដុល្លារមួយឆ្នាំឲ្យផលមេ10បានផល30 40ក្បាលការនិយាយការស្ដាប់យើងមានអារម្មណ៍ល្អប៉ុន្តែពេលធ្វើពិបាកអញ្ចឹងបើបងប្អូនឮគេនិយាយហើយយើងកុំដេកសម័យបើយើងចាប់ផ្ដើមទៅទោះយើងមិនបានមេ10ដូចគេក៏យើងបានមេ4 5ដែរបើហើយយើងសំវាទៅឆ្នាំក្រោយបានកូនមកយើងអាចកើនកូនឈ្មោះយើងអាចលក់យកលុយទៅកូនញីយើងទុកយកធ្វើមេពូជទៅហើយបើយើងចាំថាមានលុយច្រើនចឹងចាប់ផ្ដើមចាំមានដីធំដាំស្មៅហើយចាំចាប់ផ្ដើមបាទយើងដឹងថ្ងៃណាបើយើងមិនមែនអ្នកមានលុយច្រើនផងបើយើងមានលុយច្រើនយើងមានដីធំយើងដាំស្មៅយើងដាក់មេពូជធ្វើទ្រុងទៅប៉ុន្តែបើយើងគ្រាន់តែក្តីសម័យចាំមានដីដាំស្មៅ4 5ហាត់4 10ហាត់ចាំមានទ្រុងល្អចាំយើងដាក់មេពូជចាំមានលុយយើងដាក់មេពូជដឹងថ្ងៃណាមានយើងគ្រាន់ក្តីសម័យប៉ុន្តែបើសិនជាយើងរៀបចំគោលដៅយើងច្បាស់លាស់ពីដាក់តែមេ5ក៏បានលុយមុំយើងសំទៅឆ្នាំក្រោយយើងបានដល់មេ10 5 10មេហើយក៏ដាក់មេ10ទៅយើងមានលុយច្រើនដែរអានេះយើងបានផលពីវាច្រើនហើយយើងគាត់ដេកសម័យគឺគេនិយាយឲ្យមានអារម្មណ៍ល្អដេកសម័យយើងអត់ធ្វើគូវាអត់បានផលដែរអញ្ចឹងធ្វើអីក៏ដោយយើងមិនចាំថាបានលុយច្រើនធ្វើចាំធំចាំធ្វើតិចជិលធ្វើទូចជិលធ្វើយើងមិនបាច់អាហ្នឹងយើងអត់បានជោគជ័យយើងចាប់ផ្ដើមជំហានដំបូងពីទូចទៅ4 10 20ក្បាលបាទ4 10ក្បាល5ក្បាលយើងដាក់ទៅអាហ្នឹងយើងបានផលពីវាមកយើងដឹងថាចិញ្ចឹមវាទៅបានផលមិនឬតែគេនិយាយងាយស្រួលតែពេលយើងធ្វើវាអាចពិបាកខ្លះធម្មតាធ្វើអីវាមានការឧបសគ្គវាមានឧបសគ្គដែរតែគាត់ថាបើយើងក្តីស្រឡាញ់ហើយយើងចំហើយយើងរៀបចំពេលវេលារៀបចំបាទផ្លូវដើរវាត្រូវទៅផលអត់ហុចមកយើងវិញ